បាទបើអត់ប្រើពាក្យ sing about ទេយើងប្រើពាក្យ sing of ដូចគ្នាបាទអញ្ចឹង she is thinking about her charming boy នាងកំពុងតែគិតអំពីប្រុសស្នេហ៍របស់គាត់អញ្ចឹងយើងឃើញ charming boy ប្រុសស្នេហ៍អញ្ចឹងចំណុចទី1 B interrogative all example this to show and this is the form of interrogative and C negative form of present continuous ឥឡូវនេះខ្ញុំសូមបន្តពីទំព័រមុនបាទអំពីនិយមន័យនៃការប្រើប្រាស់ប្រយោគបច្ចុប្បន្នកាលបន្ត There are three definitions of present continuous មាននិយមន័យចំនួន3របស់ប្រយោគបច្ចុប្បន្នកាលបន្ត There are three definitions of present continuous និយមន័យទី1 first the first definition និយមន័យទី1និយមន័យទី1អ្នកខ្លះក៏អត់យល់សម្រាប់អ្នកដែលចេះច្រើនហើយគឺគាត់កាន់តែមើលភាសាគាត់ចាំប៉ុន្តែអ្នកអត់ទាន់សូវចេះច្រើនគាត់ចង់ឲ្យបកប្រែបាទចង់បកប្រែឥឡូវខ្ញុំបកប្រែពីឲ្យ the first definition និយមន័យទី1និយមន័យទី1បាទនិយមន័យទី1 The present continuous is used to express an activity happening now or at the time of speaking ប្រយ័ត្នកន្លែងនេះ now or at the time of speaking អញ្ចឹងខ្ញុំบอกឲ្យប្រយោគបច្ចុប្បន្នកាលកំពុងបន្តត្រូវបានគេប្រើប្រាស់គេប្រើវាជា present passive voice ត្រូវបានគេប្រើប្រាស់ដើម្បីបញ្ជាក់ឬក៏បង្ហាញនៅសកម្មភាពមួយដែលកំពុងតែកើតមានឡើងឥឡូវនេះឬក៏ចំពេល at the time of speaking at the time of នឹងចំពេល or at the time of speaking ចំពេលកំពុងនិយាយឥឡូវនេះឬចំពេលកំពុងនិយាយជំរឿនថយមួយ My daughter is learning English in her room កូនស្រីរបស់ខ្ញុំកំពុងតែរៀនភាសាអង់គ្លេសនៅក្នុងបន្ទប់របស់នាងខ្ញុំចង់បញ្ជាក់ថាឥឡូវហ្នឹងកូនរបស់ខ្ញុំកំពុងតែរៀនភាសាអង់គ្លេសនៅក្នុងបន្ទប់របស់នាងអញ្ចឹងចំណុចនេះយើងមើលប្រធានរបស់វាគឺ daughter ប្រធានរបស់វាគឺ daughter មិនមែនប្រធានរបស់វាគឺ my ទេយើងមកមួយទៀតត My wife can answer the phone because she is taking a bus ប្រពន្ធរបស់ខ្ញុំមិនអាចលើកទូរស័ព្ទបានឡើយ answer the phone ហ្នឹងគឺលើកទូរស័ព្ទប្រពន្ធរបស់ខ្ញុំមិនអាចលើកទូរស័ព្ទបានឡើយ because she is taking a bus ពីព្រោះគាត់កំពុងតែងូតទឹកអូខេយើងឃើញ C គឺជា subject C ប្រើជាមួយនឹង to be គឺ is បាទអញ្ចឹងខណៈពេលដែលខ្ញុំកំពុងនិយាយនេះវាប្រពន្ធរបស់ខ្ញុំគាត់កំពុងតែងូតទឹក yes អញ្ចឹងវាសកម្មភាពមួយកំពុងតែកើតមានឡើងឥឡូវឬក៏ចំពេលកំពុងនិយាយបាទអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំមិនដាក់ពាក្យ now ទេខ្ញុំដឹងថាឥឡូវទូរស័ព្ទគេទេមកហើយប៉ុន្តែខ្ញុំអត់ឃើញប្រពន្ធខ្ញុំលើកអញ្ចឹងប្រពន្ធរបស់ខ្ញុំកំពុងងូតទឹកខ្ញុំដឹងថាប្រពន្ធរបស់ខ្ញុំកំពុងតែងូតទឹកអូខេអញ្ចឹងសកម្មភាពនេះគេឲ្យឈ្មោះវាជាសកម្មភាពនិយមន័យទី1និយមន័យទី1គឺរបស់ប្រយោគបច្ចុប្បន្នកាលកំពុងបន្តបញ្ជាក់ពីសកម្មភាពទាំងណាកំពុងកើតមានឡើងឥឡូវនេះឬក៏ចំពេលដែលកំពុងនិយាយបាទកំពុងកើតមានឡើងឥឡូវនេះឬក៏កំពុងកើតមានឡើងចំពេលក៏យើងកំពុងនិយាយយើងមកមួយចំណុចមួយទៀតយើងមើលនេះ Hello Rosa សួស្តី Rosa What are you doing now សួស្តី Rosa ឥឡូវនេះតើអ្នកកំពុងធ្វើអ្វីអញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់ពី now ឲ្យមួយឃើញទេបាទអានេះហើយគេឲ្យឈ្មោះថាវាជាប្រយោគ present continuous បាទ present continuous វាជា first definition teacher កន្លែងនេះគឺច្រើនទៅហួចចណៈដោយសារមានឯខាងក្រោយ teacher ម៉ែនសំណាង key មករាមីភាព and អុកប៊ុនធឿនហើយនឹងលោកអុកប៊ុនធឿន are drinking coffee កំពុងតែទទួលទានកាហ្វេ and មីសក់ right now នៅហាងបាទមីឥឡូវនេះអញ្ចឹងយើងឃើញ adverb of present continuous adverb of time របស់វាគឺ right now បាទ
cho hai đây bạn kia pra á to be áដោយសារប្រធានរបស់វានេះប្រធានរបស់វាគឺលោកគ្រូម៉ែនសំណាងលោកគ្រូខីមករាលោកគ្រូមីភាពនិងលោកគ្រូប៊ុនធឿនពួកគាត់គឺដីបើយើងយល់សពនេះលើជំនួសគឺដីដីប្រើជាមួយ to be គឺអាហ្នឹងឯងបាទនេះគឺ verb ing យើងដឹង The second definition និយមន័យទី2និយមន័យទី2 The second ទី2និយមន័យទី2និយមន័យទី2និយមន័យទី2ប្រយោគបច្ចុប្បន្នកាលកំពុងបន្តត្រូវបានគេប្រើប្រាស់ដើម្បីពិពណ៌នាឬក៏បង្ហាញនៅសកម្មភាពមួយកំពុងកើតមានឡើង around now ជុំវិញឥឡូវនេះមានន័យថាអំឡុងពេលឥឡូវនេះ around now អំឡុងពេលឥឡូវនេះ but perhaps not at a moment of speaking ក៏ប៉ុន្តែប្រហែលជា perhaps ប្រហែលក៏ប៉ុន្តែប្រហែលជាមិនកំពុងកើតមានឡើងចំពេលយើងកំពុងនិយាយឡើងចឹងសូមលើកឧទាហរណ៍មួយជាភាសាខ្មែរបាទជាភាសាខ្មែរមិត្តភក្តិពីរជួបគ្នាក៏សួរគ្នាពូម៉ាក់បាយទេយូរឥឡូវសុខសប្បាយទេអញ្ចឹងមិត្តភក្តិម្នាក់ទៀតឆ្លើយថាសុខសប្បាយទេខ្ញុំសុខសប្បាយចាស់ពូម៉ាក់ឯងវិញសុខសប្បាយទេសុខសប្បាយដូចគ្នាយើងអញ្ចឹងឯងសួរមួយvậyមានកូនប្រមាណហើយគ្នាមានកូន2ចុះពួកគាត់នៅផ្ទះឬនៅណាពួកគាត់ឥឡូវហ្នឹងពួកគាត់កំពុងតែរៀននៅភ្នំពេញពួកគាត់បាយដូចខ្ញុំ4ឆ្នាំហើយពូម៉ាក់អើយឥឡូវពួកគេកំពុងរៀននៅភ្នំពេញនៅសាកលវិទ្យាល័យភ្នំពេញអាចចំណុចហ្នឹងហើយពួកគាត់កំពុងតែរៀននៅសាកលវិទ្យាល័យភ្នំពេញសួរថាគណៈពេលដែលគាត់កំពុងរៀបរាប់ទៅកាន់មិត្តភក្តិរបស់គាត់នោះតើគាត់ឃើញកូនគាត់កំពុងរៀនអត់ទេប៉ុន្តែអំឡុងពេលនៃការនិយាយរបស់គាត់ប្រាប់ទៅកាន់មិត្តភក្តិហ្នឹងកូនរបស់គាត់កំពុងតែរៀននៅសាកលវិទ្យាល័យភ្នំពេញរាល់ថ្ងៃនៅភ្នំពេញរាល់ថ្ងៃអាហ្នឹងហើយបានគេឲ្យឈ្មោះវាថាជានិយមន័យទី2និយមន័យទី2របស់ present continuous នោះគឺចង់និយាយថាត្រូវបានគេប្រើប្រាស់ដើម្បីបញ្ជាក់ពីសកម្មភាពមួយកំពុងកើតមានឡើងបាទជុំវិញឥឡូវនេះវាថាបាទបរិវេណឥឡូវនេះវាថាបាទ around now គឺវាថាបរិវេណឥឡូវនេះអំឡុងពេលឥឡូវនេះប៉ុន្តែប្រហែលជាមិនចំពេលដែលយើងកំពុងនិយាយមានន័យថាកូនយើងកំពុងតែរៀនអង់គ្លេសកំពុងតែរៀននៅពេញហងៃយើងអត់ឥឡូវដែលយើងកំពុងប្រាប់មិត្តភក្តិហ្នឹងគឺយកឃើញកូនយើងរៀននៅពេញទេប៉ុន្តែរាល់ថ្ងៃកូនយើងកំពុងតែរៀននៅពេញអាចចំណុចហ្នឹងហើយបានគេប្រើវាជា second definition បាទអូខេដល់យើងទៅញ៉ាំកាហ្វេញ៉ាំកាហ្វេចុះថ្ងៃហ្នឹងហើយយកកូនមកហ៎ពូម៉ាក់ចុះពុនទៅណាគាត់កំពុងតែលក់អីវ៉ាន់ណាគាត់កំពុងតែលក់ដូរនៅផ្សារអញ្ចឹងវាថាខណៈពេលដែលយើងកំពុងប្រាប់មិត្តភក្តិហ្នឹងប្រពន្ធរបស់យើងកំពុងតែលក់ដូរនៅផ្សារប៉ុន្តែយើងអត់ឃើញប្រពន្ធលក់ដូរប៉ុន្តែខណៈពេលហ្នឹងគឺប្រពន្ធរបស់យើងលក់ដូរនៅផ្សារបាទអញ្ចឹងមកគេប្រើពាក្យ around now ឃើញ around now but perhaps not at a moment of speaking យើងមកចំណុចមួយទៀតខ្ញុំលើកយកឲ្យ My two children are learning tourism field and English at the Royal Academy of Cambodia កូនរបស់ខ្ញុំទាំងពីរកំពុងតែរៀនបាទផ្នែកទេសចរណ៍ហើយនឹងអក្សរសាស្ត្រអង់គ្លេសនៅរាជបណ្ឌិតសភាកម្ពុជា at the Royal Academy of Cambodia នៅរាជបណ្ឌិតសភា My friend and I are teaching and writing English book this day មិត្តភក្តិរបស់ខ្ញុំហើយនឹងខ្ញុំកំពុងតែបង្រៀននិងសរសេរសៀវភៅអង់គ្លេសសប្តាហ៍នេះអញ្ចឹងសប្តាហ៍នេះកន្លែងនេះគឺចូលដល់ចំណុចនេះ at a moment of speaking ឬក៏ចូលចំណុចនេះ around now បាទអញ្ចឹងយើងមើលនេះចុះហេតុអីបានជាគេប្រើអាកន្លែងនេះខ្ញុំបញ្យល់ដដែលវិញណាកុំធុញជាមួយនឹងលោកគ្រូដែលបញ្យល់ដដែលខ្ញុំបង្រៀននេះគឺសម្រាប់សិស្សដែលចង់ចេះប្រកបមួយបាទចង់ចេះប្រកបមួយអញ្ចឹងបើខ្ញុំបង្រៀនតាម